ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំលីសាជាមួយនឹងវីដេអូថ្មីហើយថ្ងៃនេះខ្ញុំនឹងយកនៅវិធានបទថ្មីមួយទាក់ទងទៅនឹង AI ដែលខ្ញុំគិតថាវាមានសារៈសំខាន់មែនទែនចំពោះយើងជាអ្នកសិក្សាឬក៏អ្នកធ្វើការជាដើមហើយមុននឹងចូលទៅដល់វិធានបទថ្ងៃនេះខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាជួយ Subscribe YouTube Channel របស់ខ្ញុំផងដើម្បីទទួលបានព័ត៌មានថ្មីផ្សេងៗទៀតសម្រាប់website AI ដែលខ្ញុំនឹងលើកយកមកនិយាយនៅក្នុងថ្ងៃនេះគឺមានឈ្មោះថា Notebook LM ដែល website មួយនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google នៅក្នុងឆ្នាំ2023ប៉ុន្តែពេលនោះវាមិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនោះទេដោយសារវាមិនទាន់ត្រូវបានឲ្យដាក់ដំណើរការទៅលើប្រព័ន្ធ Android និង iOS ប៉ុន្តែមកដល់ឆ្នាំ2025ពោលគឺនៅថ្ងៃទី20ខែឧសភាវាត្រូវបានបើកដំណើរការទៅលើប្រព័ន្ធទូរស័ព្ទទាំង Android និង iOS ដែលអនុញ្ញាតឲ្យមនុស្សទូទាំងពិភពលោកអាចប្រើប្រាស់នៅ website AI មួយនេះផងដែរសម្រាប់ AI នេះគឺវាមានសារៈសំខាន់ខ្លាំងមែនទែនក្នុងការជួយឲ្យយើងអាចធ្វើការវិភាគធ្វើការសង្ខេបឬក៏បង្កើតនៅ content ជាច្រើនដែលយើងចង់បានដោយប្រើប្រាស់នៅឯកសារដែលយើងមានដូចជា PDF link ហើយវាប្រើប្រាស់នៅ AI របស់ Gemini ផ្ទាល់របស់ Google ហ្នឹងដើម្បីធ្វើការបង្កើតនៅអ្វីដែលយើងចង់បាននិយាយរួមទៅគឺវាមានសារៈសំខាន់ខ្លាំងហើយវាមានប្រយោជន៍ខ្លាំងសម្រាប់យើងជាអ្នករៀនអ្នកធ្វើការឬក៏ content creator ផ្សេងៗដែលជាមូលហេតុដែលខ្ញុំគិតថាខ្ញុំគួរតែលើកយក Notebook LM នេះមកនិយាយក្នុងវីដេអូនេះជាសម្រាប់អ្នកដែលពួកគាត់មិនទាន់បានស្គាល់នៅ website Notebook LM ទេពួកគាត់អាចស្វែងរកវាបានដោយប្រើប្រាស់វាផ្ទាល់ទៅលើ website ក៏បានដែរឬក៏ពួកគាត់អាចធ្វើការ download ផ្ទាល់ចេញពី Play Store ឬ App Store ដើម្បីប្រើប្រាស់ក៏បានដែរហើយសម្រាប់ការប្រើប្រាស់នៅ AI មួយនេះវាតម្រូវឲ្យយើងបង្កើតនៅ account យើងផ្ទាល់ខ្លួនមួយសិនមុននឹងយើងអាចប្រើប្រាស់នៅ website AI ឬក៏ app AI មួយនេះអញ្ចឹងចូលមកដល់យើងនឹងឃើញរូបភាពបែបនេះបន្ទាប់ពីយើងបានបង្កើតនៅ account របស់វារួចគឺវាមានដាក់ជា PDF audio រូបភាព website YouTube ឬក៏ text ផ្សេងៗដែលយើងអាចដាក់ឲ្យវាបង្កើតជា slide ឬក៏ឯកសារផ្សេងៗដើម្បីឲ្យវាសង្ខេបធ្វើការវិភាគដូចខ្ញុំបានរៀបរាប់ពីមុនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមាននៅឯកសារដែលត្រូវនឹងជំរឿនរបស់វាអ្នកនរគ្នាគ្រាន់តែចុចលើជំរឿនណាមួយហើយ upload នៅឯកសារដែលអ្នកទាំងអស់គ្នាមានបន្ទាប់មកវានឹងធ្វើការសង្ខេបឬក៏វិភាគនៅទិន្នន័យដែលយើងបានដាក់ចូលនឹងហើយរូបភាពបន្ទាប់នេះគឺជាឧទាហរណ៍របស់ខ្ញុំដែលខ្ញុំបាន upload នៅឯកសារ PDF ទាក់ទងទៅនឹងការងារដែលខ្ញុំបានធ្វើគឺ customer persona ដែលខ្ញុំដាក់បន្ទាប់ពីខ្ញុំបានដាក់ឯកសារហ្នឹងទៅវាបានធ្វើការសម្រាយប្រាប់ថាឯកសារហ្នឹងនិយាយពីអីហើយបន្ទាប់មកទៀតយើងនឹងមានជំរើសផ្សេងទៀតដើម្បីឲ្យវាជួយបង្កើតអ្វីដែលយើងចង់បានដូចជានៅក្នុងជំរើសនេះវាមានដូចជា audio overview ដែល overview ហ្នឹងគឺវាជាចំណុចមួយដែលយើងអាចឲ្យវាធ្វើការបង្កើតទៅជាសម្លេងនៃការនិយាយឆ្លើយឆ្លងគ្នាតាក់ទងទៅនឹងប្រធានបទដែលយើងបានដាក់ចូលនឹងហើយមួយទៀតនោះគឺ flashcard បើសិនជាអ្នកទាំងអស់គ្នាមាននៅជាប្រភេទអត្ថបទមេរៀនចង់ឲ្យវាបង្កើតជា flashcard ដើម្បីធ្វើការឆ្លើយសំណួរអីហ្នឹងក៏បានដែរហើយមួយទៀតគឺមានជាលក្ខណៈ quiz អាហ្នឹងគឺយើងអាចធ្វើការប្រឡង quiz អីអញ្ចឹងណាហើយអ្នកទាំងអស់គ្នាក៏អាចធ្វើជា infographic អាហ្នឹងមានន័យថាឲ្យវាបង្កើតជារូបភាពអីមួយមានជាការបង្ហាញនៅ graph ផ្សេងទិន្នន័យច្បាស់លាស់ជារូបភាពមួយយ៉ាងស្រស់ស្អាតផងដែរហើយមួយចុងក្រោយគេនោះគឺ slide deck មានន័យថាអ្នកទាំងអស់គ្នាអាចយកអត្ថបទដែលអ្នកទាំងអស់គ្នាមានហ្នឹងឲ្យវាបង្កើតជា slide មេរៀនមួយយ៉ាងស្រស់ស្អាតផងដែរហើយនេះគឺជាអ្វីដែលខ្ញុំបានឲ្យវាបង្កើតឲ្យដោយខ្ញុំបានទម្លាក់នៅ file PDF ដែលមានរូបតាក់ទងទៅនឹង customer persona ដែលខ្ញុំបានធ្វើហើយខ្ញុំបានឲ្យវាបង្កើតទៅជារូបភាព infographic ឲ្យខ្ញុំហើយជាលទ្ធផលវាបានបង្កើតនៅរូបភាពមួយយ៉ាងស្រស់ស្អាតមានទិន្នន័យអមជាមួយរូបភាពដែលមើលទៅវាស្រស់ស្អាតមែនតើ
ហើយខ្ញុំអត់ដែរគិតថា AI អាចធ្វើបានដល់ថ្នាក់ហ្នឹងហើយនឹងជាមូលហេតុដែលខ្ញុំគិតថាខ្ញុំគួរតែចែករំលែកដល់អ្នកទាំងអស់គ្នាអំពី AI មួយនេះព្រោះខ្ញុំគិតថាវាមានសារៈសំខាន់មែនទែនព្រោះវាជួយការងាររបស់យើងបានច្រើនលើសពីអ្វីដែលយើងបានរំពឹងទុកហើយមួយវិញទៀតខ្ញុំសូមអរគុណទៅដល់លោកគ្រូរបស់ខ្ញុំមែនទែនដែលគាត់បានចែករំលែកនៅចំណេះដឹងថ្មីៗទាក់ទងទៅនឹង AI មួយនេះបើសិនជាអត់មានគាត់ប្រាប់ទេគឺខ្ញុំអត់បានដឹងសោះតែម្ដងអំពី AI ដែលវាមានសមត្ថភាពខ្លាំងដែលលើពីការរំពឹងទុករបស់ខ្ញុំពីព្រោះថាកន្លងមកយើងធ្លាប់តែប្រើប្រាស់នៅ Gemini ChatGPT អីជាដើមហើយបន្ទាប់ពីបានដឹងពី AI មួយនេះខ្ញុំគិតថាវាល្អសម្រាប់ខ្ញុំហើយក៏ល្អសម្រាប់អ្នកទាំងអស់គ្នាដែលគិតថាយកវាទៅប្រើប្រាស់នៅក្នុងការងារឬការសិក្សាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ